អូខេជួបស្ដីទាំងអស់គ្នាចូលស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតរបស់ខ្ញុំវីដេអូមួយនេះផងដែរខ្ញុំនឹងនិយាយអំពីការកំណត់ចិត្តមួយចំនួនចេញពីកាមេរ៉ា GoPro ដែលអ្នកទាំងអស់គ្នាមាននៅក្នុងដៃមិនថាជា GoPro អ្នកទាំងអស់គ្នាជាប្រភេទ GoPro ចាស់ក៏ដោយថ្មីក៏ដោយអ្នកទាំងអស់គ្នាចាក់លបងនៅក្នុងការកំណត់ចិត្តតាមខ្ញុំទាំងអស់គ្នាដើម្បីទទួលបាន quality វីដេអូមួយដែលខ្ពស់ចេញពីកាមេរ៉ា GoPro អញ្ចឹងទៅមើលវីដេអូបន្តទៀតអំពីការកំណត់ចិត្ត GoPro ជាមួយខ្ញុំទាំងអស់គ្នាអូខេអូខេជួបស្ដីទាំងអស់គ្នាវីដេអូនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញអំពីចិត្តធីមមួយចំនួនដែលយើងនឹងកំណត់នៅក្នុង GoPro របស់យើងដើម្បីទទួលបានគុណភាពខ្ពស់ចេញពី GoPro អញ្ចឹងឥឡូវខ្ញុំបើក GoPro ចឹងអូខេដល់យើងបើក GoPro ហើយនៅក្នុងនេះគឺយើងចុចមកកន្លែង standard នេះដើម្បីកំណត់ setting អូខេអញ្ចឹងតើមកយើងចូលមកកន្លែង edit setting កន្លែងនេះចំពោះកន្លែងគុណភាពវីដេអូនេះអ្នកទាំងអស់គ្នាខ្ញុំrecommend ឲ្យអ្នកគ្នាប្រើ 4K 43មិនថាថាវាថតជាលក្ខណៈ open gate អញ្ចឹងវា full center ហើយបន្តមកទៀតកន្លែងនេះខ្ញុំយក24បាទអ្នកគ្នាយក30ក៏បានដែរក៏ប៉ុន្តែខ្ញុំចង់ឲ្យវា low light ល្អខ្ញុំយក24បន្តមកកន្លែង LAN នេះយើងអាចយក linear ខ្ញុំអត់ recommend ឲ្យអ្នកប្រើ wire ទេកាលណាអ្នកទាំងអស់គ្នាប្រើ wire មានន័យថារូបភាពវាកោងខ្លាំងមែនតើអញ្ចឹងវាធ្វើឲ្យវីដេអូយើងគឺខូចគុណភាពអញ្ចឹងខ្ញុំឲ្យប្រើត្រឹម linear បានហើយបន្តមកកន្លែង hyper smooth នេះ hyper smooth នេះអ្នកទាំងអស់គ្នាយក on មកន័យថានៅពេលដែលយើងបើក on ទៅវានឹងជួយទប់លំនឹងវីដេអូរបស់យើងបន្តមកទៀតចំពោះកន្លែង Pro Tune នេះកន្លែង bit range អ្នកទាំងអស់គ្នាអាចយកត្រឹម standard បានហើយមិនយកដល់ហើយទេកាលណាយកដល់ហើយមានន័យថាវាទី megabyte យើងខ្លាំងមែនតើអញ្ចឹងកន្លែង bit range នេះខ្ញុំយក standard ហើយកន្លែង storage speed ខ្ញុំយក auto មានន័យថាឲ្យវា auto ទៅយើងថត block ធម្មតាថតចេញពី GoPro អញ្ចឹងប្រកាសណាស់យើងអត់ទៅចាំងស្មុកស្មាញទេអញ្ចឹងយក auto តមកទៀតកន្លែង white balance យើងយក auto ដែរបន្តមកទៀតកន្លែង ISO ទាបបំផុតគឺខ្ញុំយក 100មិនន័យថានៅពេលដែលយើងដើរកន្លែងឆ្ងាយកន្លែងអីទៅវាអត់ទៅថតវីដេអូរបស់យើងហើយកន្លែង ISO ខ្ពស់បំផុតគឺខ្ញុំយក800មិនន័យថាវាចូលក្នុងមួយលុបហ្នឹងវានៅក្នុងលក្ខខណ្ឌមួយលុបមួយដែលវាមិនទៅមួយលុបពេកគឺ ISO 800នេះវាអាចគ្រប់គ្រងបានល្អហើយណាមួយក៏វាអត់ទៅបង្កើតជាលក្ខណៈដង្កូវទឹកហើយចំពោះកន្លែងនេះបើសិនជាអ្នកទាំងអស់គ្នាចង់ថត high sky color អ្នកទាំងអស់គ្នាអាចយក flat color ដូចខ្ញុំនេះបានក៏ប៉ុន្តែបើអ្នកគ្នាអត់ចង់ស្មុគស្មាញទេអ្នកចង់ថតហើយកាត់តទៅផុសភ្លាមអ្នកទាំងអស់គ្នាអាចយក GoPro color បានអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំយក flat color ដោយសារតែខ្ញុំត្រូវការកែពណ៌ color ខ្ញុំចង់បានពណ៌ color មួយដែលមានរសជាតិតខ្លួនអីចឹងទៅបើអ្នកគ្នាចង់កែ color អ្នកទាំងអស់គ្នាក៏អាចចូលទៅមើលវីដេអូមុនដែលខ្ញុំធ្វើអំពីរបៀបនៅក្នុងការកែ color ជាមួយនឹងកម្មវិធី CapCut បានចំពោះកន្លែងចាំនេះបើសិនជាអ្នកទាំងអស់គ្នាយកflat color អ្នកទាំងអស់គ្នាត្រូវកំណត់មក low ឬក៏ medium បើសម្រាប់ខ្ញុំមើល comment ល្អបំផុតគឺយក low ដោយថាត low យើងអាចកែពណ៌ color ទៅវាទទួលបាន quality ច្បាស់ជាងstereo នេះមិនន័យថាយើងកែតលេងបើយើងចង់កែតលេងយើងអាចបើកអានឹងបានstereo មាន high មាន low មាន medium មាន low មាន high មាន medium មាន low អញ្ចឹងទៅតើបើខ្ញុំអត់កែទេអញ្ចឹងយក off ចំពោះកន្លែង win នេះវាមានពាក់ព័ន្ធនឹងខ្យល់ការទប់ខ្យល់ទប់លេងហានអីអ្នកទាំងអស់គ្នាអាច off ក៏បានអាច on ក៏បានឬក៏អាច auto ដែលខ្ញុំយកក៏បានសម្រាប់ខ្ញុំយក auto ដោយសារខ្ញុំអត់ចង់ញ៉ៃហើយកន្លែងនេះកន្លែង shortcut នេះគឺយើងអាចកំណត់តាមការប្រើប្រាស់ស្ដាយទម្លាប់របស់យើងបានឧទាហរណ៍អ្នកគ្នាចង់ឲ្យប៊ូតុងនេះទៅជាប៊ូតុងអីអ្នកទាំងអស់គ្នាអាចចុចទៅអាចបដូរវាបានអញ្ចឹងសម្រាប់ខ្ញុំយកនេះ LAN អញ្ចឹងគុណភាពវីដេអូរបស់យើងគឺចាំខ្ញុំនឹងដាក់sampleវីដេអូមួយចំនួនដែលខ្ញុំបានថតជាមួយវាស្ដីទាំងអស់គ្នាឥឡូវយើងបានម្ដងកំចាស់ហើយមិញនៅកន្លែងកាហ្វេតែខ្ញុំអត់ហ៊ានបើកប្លុកថាគេអង្គុយនិយាយគ្នាអង្គុយអីចឹងយើងជើបើកប្លុកសំខាន់គេអញ្ចឹងអូខេខ្ញុំមកបើកប្លុកនៅកំចាស់ជាមួយនឹងម៉ូតូដក classic មួយនេះគឺ Yamaha YB 50ទៅស្អីចិនជាអ្នកទាំងអស់គ្នាចង់មើលពីការកែពណ៌ color អីបន្ថែមអ្នកទាំងអស់គ្នាក៏អាចមើលបាននៅក្នុងវីដេអូចាស់ៗដែលខ្ញុំធ្វើពីមុនអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងទេអរគុណសម្រាប់ការទស្សនាហើយចាំជួបខ្ញុំនៅវីដេអូក្រោយទៀត
ជាមួយនឹងការ review ផលិតផលក៏ដូចជាចំណេះដឹងផ្សេងៗពាក់ព័ន្ធជាមួយនឹងការធ្វើវីដេអូថ្មីៗអូខេ Goodbye